ហេតុការណ៍ប៉ះទង្គិចគ្នាថ្មីមួយទៀតរវាងនាវាល្បាតសមុទ្រចិននិងនាវាហ្វីលីពីនបានកើតឡើងនៅព្រឹកថ្ងៃទី12តុលាត្រង់តំបន់ប្រជុំកោះស្ប្រាតឡេសមុទ្រចិនខាងត្បូងផ្អែកតាមអាជ្ញាធរហ្វីលីពីនក្នុងពេលកើតហេតុគឺមាននាវារបស់ក្រសួងកសិកម្មនិងនេសាទហ្វីលីពីនចំនួន3គ្រឿងកំពុងធ្វើប្រតិបត្តិការចែកសម្ភារៈជំនួយឲ្យអ្នកនេសាទហ្វីលីពីននៅត្រង់តំបន់នោះតែស្រាប់តែមាននាវាឆ្មាំសមុទ្រចិនបានបើកបណ្ដេញនាវាហ្វីលីពីនមួយគ្រឿងនិងបានប្រើកាណុងបាញ់ទឹកដាក់មុននឹងបើកបំបុកចំពីក្រោយដោយចេតនាភាគីហ្វីលីពីនអះអាងថាជាសំណាងល្អមិនមានការខូចខាតធ្ងន់ធ្ងរនិងមិនមានមនុស្សរងរបួសទេអាជ្ញាធរឆ្មាំសមុទ្រហ្វីលីពីនបានចោទថាទង្វើរបស់ភាគីចិនគឺជាការគំរាមសម្លុតដ៏គ្រោះថ្នាក់និងដោយផ្ទាល់មកលើហ្វីលីពីនដល់ឡែកអ្នកនាំពាក្យឆ្មាំសមុទ្រចិនវិញបានអះអាងថាកំហុសដែលបង្កឲ្យមានការប៉ះទង្គិចគ្នានេះគឺខុសមកពីខាងហ្វីលីពីនទាំងស្រុងគឺនាវាហ្វីលីពីនទេដែលបានបំពានមិនព្រមស្ដាប់ការប្រកាសឲ្យបើកចេញពីសំណាក់ឆ្មាំសមុទ្រចិនភាគីចិនបានចោទថាគឺនាវាហ្វីលីពីនបានបើកចូលគៀកយ៉ាងគ្រោះថ្នាក់បំផុតនឹងនាវាឆ្មាំសមុទ្ររបស់ចិនដែលតម្រូវឲ្យភាគីចិនត្រូវតែចាត់វិធានការគូក៏សម្គាល់ថានេះមិនមែនជាលើកទី1ទេដែលមានករណីនាវាឆ្មាំសមុទ្រចិនប៉ះទង្គិចគ្នាជាមួយទូកនេសាទឬក៏នាវាឆ្មាំសមុទ្ររបស់ហ្វីលីពីនហើយដោយសពមួយដងគឺភាគីទាំងសងខាងចោទទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកតែកទិននឹងករណីប៉ះទង្គិចគ្នាចុងក្រោយនេះរូបថតនិងវីដេអូផ្សាយដោយកងកម្លាំងល្បាតសមុទ្រហ្វីលីពីនបានបង្ហាញឲ្យឃើញនាវាចិនប្រើកាណុងបាញ់ទឹកស្រោចនិងបើកបណ្ដេញនាវារបស់ហ្វីលីពីនសូមរំលឹកថាតំបន់សមុទ្រចិនខាងត្បូងគឺជាតំបន់ជំនួសដណ្ដើមអធិបតេយ្យភាពរវាងចិនជាមួយនឹងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដូចជាហ្វីលីពីនវៀតណាមនិងម៉ាឡេស៊ីជាដើមសមុទ្រចិនខាងត្បូងគឺជាតំបន់នេសាទដ៏សំខាន់សម្រាប់ប្រទេសទាំងនេះហើយក៏ជាផ្លូវឆ្លងកាត់នៃចរាចរណ៍ពាណិជ្ជកម្មអន្តរជាតិដល់ទៅ 60% ដែរដោយមិនខ្វល់ពីសេចក្តីសម្រេចអន្តរជាតិចិនបានបន្តអះអាងថាតំបន់សមុទ្រចិនខាងត្បូងគឺជារបស់ខ្លួនសឹងទាំងស្រុងហើយចាប់ពីឆ្នាំ2012មកចិនបានចាប់ផ្ដើមសាងសង់មូលដ្ឋានទ័ពនិងដាក់ពង្រាយកម្លាំងល្បាតសមុទ្រក្នុងតំបន់នេះកាលពីខែកញ្ញាកន្លងទៅហ្វីលីពីនបានចេញមុខតវ៉ាប្រឆាំងនឹងគម្រោងរបស់ចិនដែលចង់ច្បាមយកកោះថ្មប៉ប្រះទឹក Scarborough ធ្វើជាតំបន់អភិរក្សធម្មជាតិផ្ដាច់មុខរបស់ចិនកោះ Scarborough ស្ថិតនៅតែចម្ងាយប្រមាណ240គីឡូម៉ែត្រពីឆ្នេរហ្វីលីពីនតែបើគិតពីឆ្នេររបស់ចិននៅកោះហៃណានឯណោះវិញគឺមានចម្ងាយដល់ទៅ900គីឡូម៉ែត្រ